នេះស្អីគេហ្នឹងម៉ែអើយនេះចំការឬក៏គុកហ្នឹងសោឡើង9ពីការពីអ្នកណាគេការពីចៅនឹងណាអាឈិនប៊ូហ្វានអាយុខ្លីអញចេញមកភ្លាមស្លាប់ហើយខ្ញុំហើយអូយដៃខ្ញុំវងវិញដៃហើយអាចឆ្កែចប់នេះចង់សម្លាប់មនុស្សមែនដាក់របស់នេះចង់សម្លាប់គេចាំមើលខ្ញុំទៅប្តឹងគណៈកម្មការភូមិខ្ញុំធ្វើឲ្យអញរស់ក្នុងភូមិនេះលែងកើតហើយខ្ញុំមិនជឿថាភូមិចាត់ការវាមិនបានទេដាក់លូបន្លាធ្វើបាបគេគឺខុសច្បាប់ហើយលែងចង់រស់ហើយលោកមេភូមិជួយរកយុទ្ធធម៌ឲ្យខ្ញុំផងមានរឿងអីទៀតហើយមួយថ្ងៃលោឡាតែអញរឿងច្រើនមែនអាចង្រៃចិនប៊ូហ្វានមានចិត្តណាប៉ងសម្រាប់ខ្ញុំហើយនៅលើបងដាក់សុទ្ធតែបន្លាខ្ញុំត្រូវតែទារថ្លៃព្យាបាលនិងសំណងជំងឺចិត្តយ៉ាងហោចក៏2000ដែរមុតមិនទៅរបងផ្ទះវាមានបន្លាខ្ញុំប៉ះតែបន្តិចមុតឈាមបាត់របងសុកដាក់បន្លាធ្វើបាបគេគឺវាមានចិត្តណាចង់សម្រាប់ខ្ញុំហើយផ្លូវដើរស្រួលមិនដើរទៅក្បែររបងគេធ្វើអីចង់លោតផ្លោះចូលមែនទេខ្ញុំគ្រាន់តែឆ្លងកាត់ចង់មើលមិនបានទេអីខ្ញុំបារម្ភចង់មើលផ្លែឈើកុំមកធ្វើល្ងងនៅទីនេះមួយថ្ងៃយូរកន្ត្រកយកទៅលក់នៅទីប្រជុំជនលក់បានរាប់ពាន់អ្នកភូមិគេមិនខ្វាក់ទេខ្ញុំគឺជួយប្រមូលផ្លែឈើឲ្យវាទេខ្លាចវាស្អុយចោលស្ដាយរបស់ខ្ញុំគឺសង្ឃឹមល្អឆ្នាំនោះវាបាក់ជើងក៏ប្តីខ្ញុំជាអ្នកសែងទៅពេទ្យដែរផ្លែឈើពីរគ្រាន់តែមានរឿងអីចាំបាច់ការពារដូចចោលអញ្ចឹងគ្រាន់តែជួយបន្តិចបន្តួចសោះចង់ឲ្យគេសងគុណមួយជីវិតហេលួចផ្លែឈើគេរាប់ម៉ឺនគុណធំប៉ុណ្ណាក៏សងអស់ដែរថែមទាំងចំណេញមិនតិចទេខ្ញុំក៏គ្មានជំរឿដែរប្អូនខ្ញុំរងចាំលុយការប្រពន្ធវាមកបិទចំការកាត់ផ្ដាច់ផ្លូវខ្ញុំនេះចង់សម្លាប់ខ្ញុំហើយមេភូមិលោកនៅឈរមើលវាធ្វើបាបស្ត្រីទុនខ្សោយដូចខ្ញុំអញ្ចឹងមែនទេវាផ្សារដែកដាក់បន្លាប៉ះពាល់សោភ័ណភាពភូមិហើយថែមទាំងមិនសុខភាពទៀតចង់ឲ្យខ្ញុំធ្វើម៉េចចង់បើមើលគិតម៉េចលោកត្រូវតែបង្កប់ឲ្យវារុះរើដែកនឹងបន្លាចេញឲ្យអស់ត្រូវតែរុះរើខ្ញុំមិនអាចលូកដៃទេហើយក៏គ្មានសិទ្ធដែរចំការគេជួលដីគឺជារបស់គេការធ្វើបងគឺសមហេតុផលហើយកុំថាឡើយដែកទោះវាសង់ជញ្ជាំងឲ្យតែមិនប៉ះពាល់ដីរដ្ឋក៏គ្មានអ្នកណាមានសិទ្ធិហាមឃាត់ដែរប្រាប់តាមត្រង់ចុះប៊ូហ្វានឥឡូវនៅទីរួមស្រុកធ្វើការមុនចេញទៅគេបានប្រាប់ខ្ញុំរួចហើយគេថាម៉េចគេថាខ្លាចមានគេលួចផ្លែឈើមិនបានមកដឹងចាប់ប្រកាន់មុនឥឡូវមើលទៅគេនិយាយគ្មានខុសមួយម៉ាត់សោះបានហើយត្រឡប់ទៅវិញទៅកុំមកលោឡាខ្មាស់គេនៅទីនេះចាំប៊ូហ្វានមកវិញចាំអ្នកទាំងពីរដោះស្រាយគ្នាអញទៅរឿងនេះមិនទាន់ចប់ទេខ្ញុំមិនអាចបណ្ដោយឲ្យចប់អញ្ចឹងបានទេសុកមកវិចារធ្វើអីលេងចង់រស់ហើយអីខ្ញុំគិតថាជានាងទេតែលេងចង់រស់ពេញមួយភូមិដឹងថានាងលួចរបស់គេត្រូវគេជេរមុខមាត់ត្រកូលលីវយើងត្រូវនាងបំផ្លាញខ្ទេចអស់ហើយពីដំបូងអ្នកណាជាអ្នកចូលយាមឲ្យខ្ញុំអ្នកណាអង្គុយរាប់លុយញឹមបិទមាត់មិនចិត្តឥឡូវមានរឿងទម្លាក់កំហុសមកខ្ញុំម្នាក់ឯងមែនទេខ្ញុំនោះគឺមកពីនាងបញ្ចុះបញ្ចុះខ្ញុំមិនដឹងពីរឿងល្បិចកលអីទាំងនេះទេឥឡូវសំបីមេភូមិក៏មិនជួយយើងដែរនាងពេញចិត្តហើយនៅខ្ញុំក៏ព្រោះតែថ្លៃទឹកដោះរបស់ជាងជួយដែរគួយឈីងឬក៏ប្រាប់ប្អូននាងទៅថាយើងពិតជាគ្មានលុយទេគ្មានលុយបើអត់លុយរៀបការមិនបានខាងស្រីមិនយកជើងជន់ក្បាលខ្ញុំទេអីពូអ៊ំរៀបការហេតុអីត្រូវឲ្យម៉ាក់ចេញថ្លៃទឹកដោះមនុស្សចាស់កំពុងនិយាយក្មេងកុំលុកមាត់គេជាប្អូនបង្កើតខ្ញុំតើខ្ញុំអាចមិនខ្វល់បានទេប្អូនបង្កើតទ្រព្យសម្បត្តិក្នុងផ្ទះបន្តិចបន្តួចយកទៅចាក់ចូលបាត់អណ្ដូងអស់ហើយថ្ងៃក្រោយនាងចង់រស់ទៀតទេនិយាយដើមមកដល់ភ្លាមទូរស័ព្ទម្ចាស់បំណុលទេមកហើយអាឡូជាងជីបងស្រីលុយយ៉ាងម៉េចហើយថ្ងៃនេះខាងស្រីគេទៀតហើយថានឹងប្រមូលលុយទឹកដោះឲ្យគ្រប់ថ្ងៃនេះធានាបានអត់ហ្នឹងចិត្តបានហើយខាងបងមានបញ្ហាបន្តិចសុំពេល2ថ្ងៃទៀតមិនមែនបងអញថាចំការចិនប៊ូហ្វានចង់បេះមិនក៏បានទេអីចុះលុយលក់ផ្លែឈើទៅណាអស់ហើយឥឡូវវាចាក់សោចំការបាត់ហើយអញ្ចឹងក៏កោះទៅផ្លែឈើក្នុងចំការល្មមគ្រប់ថ្លៃទឹកដោះខ្ញុំហើយកុំប្រាប់ណាថាបងអញខ្លាចក្មេងម្នាក់នោះ3ថ្ងៃទៀតបើលុយ100000មិនចូលកុងទេពិធីការនេះគឺចប់ហើយទោះបងអញមកលុតជង្គង់មកផ្ទះក៏គ្មានប្រយោជន៍ដែរម៉ាក់អញសន្យាអីជាមួយពូទៀតហើយចិនប៊ូហ្វានអាមនុស្សហមគុណអាថោកទៀបមិនឲ្យអញបេះផ្លែឈើលក់រារាំងប្អូនអញយកប្រពន្ធអញនឹងឯងមិនអាចរស់នៅរួមមិនទេនាងចង់ធ្វើអីវាមិនឲ្យផ្លូវអញរស់អញនឹងវាបំបែកផ្លូវលុយវាគួយឈីមឈប់ទៅទ្វារនេះមានសោច្រើនណាស់សោ9គ្រាប់គិតចង់បន្លាចអ្នកណាវាចេញមួយគឺចំណេញមួយ